នាយកសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមបានគូបញ្ជាក់អំពីទស្សនវិស័យនៅក្នុងការចូលរួមជួយកសាងមូលធនមនុស្សជាមួយរាជរដ្ឋាភិបាលដោយមិនគិតអំពីផលចំណេញនៅក្នុងពិធីប្រគល់ប័ណ្ណសរសើរទៅដល់សិស្សានុសិស្សឆ្នើមនៃសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមបានធ្វើឡើងនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះអង្គញាវិជ្ជបណ្ឌិតតាំងកមេងដែលជាលោកបានបញ្ជាក់ថាទស្សនវិស័យរបស់សាលាគឺបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យផ្ដោតជាពិសេសទៅលើការកសាងមូលធនមនុស្សឲ្យប្រកបដោយគុណភាពដោយមិនគិតអំពីផលចំណេញឡើយអង្គញាវិជ្ជបណ្ឌិតបានបញ្ជាក់ទៀតថាដើម្បីឲ្យសម្រេចបាននៅទស្សនវិស័យរបស់ខ្លួនលើការអភិវឌ្ឍមូលធនមនុស្សសម្រាប់សង្គមកម្ពុជាសាលាគឺមិនត្រឹមតែពង្រឹងទៅលើការបណ្ដុះបណ្ដាលដោយផ្អែកទៅលើកម្មវិធីសិក្សាអប់រំរបស់ក្រសួងប៉ុណ្ណោះទេគឺសាលាក៏បានបញ្ចូលនៅភាសាអង់គ្លេសចិននិងកុំព្យូទ័រចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី12ដើម្បីរៀបចំឲ្យសិស្សានុសិស្សបានទៅទស្សនកិច្ចសិក្សានៅតាមតំបន់ប្រវត្តិសាស្ត្រនានានៅក្នុងប្រទេសដើម្បីសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីតថភាពសង្គមជាក់ស្ដែងពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជាលើពីនេះទៅទៀតចំណុចដែលលេចធ្លោទៀតនោះគឺការដាក់បញ្ចូលនៅការអប់រំអំពីសិលធម៌និងអាកប្បកិរិយាសម្ដៅអប់រំទៅដល់កុលបុត្រកុលធីតាចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅឲ្យមានសិលធម៌សុជីវធម៌និងសេចក្តីថ្លៃថ្នូរជាពលរដ្ឋល្អនៅក្នុងសង្គមផងដែរអង្គញាវិជ្ជបណ្ឌិតក៏បានអំពាវនាវទៅដល់ក្មួយសិស្សានុសិស្សត្រូវតែផ្ដល់តម្លៃទៅលើចំណេះដឹងហើយក៏ត្រូវចេះចាប់យកឱកាសដើម្បីក្រេបជញ្ជក់ចំណេះដឹងឲ្យបានជ្រៅជ្រះដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឲ្យក្លាយទៅជាធនធានមនុស្សរបស់សង្គមនិងជាពលរដ្ឋល្អដែលជាកោសិកាប្រកបដោយសក្តានុពលសម្រាប់ប្រទេសជាតិផងដែរ